សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពបងប្អូននាងខ្ញុំកំពុងតែច្នៃប្រភេទរ៉ូបកន្ទុយត្រីដើម្បីកាត់ជូនភ្ញៀវបងប្អូនប្រភេទរ៉ូបមួយប្រភេទនេះគឺយើងជាច្រើនជំរាបបងប្អូនដោយសារតែយើងចង់ឲ្យបានខាងក្រោមហ្នឹងវាវ៉ាល់កន្ទុយត្រីបានស្អាតណាហើយការកាត់នេះដែរគឺនាងខ្ញុំជាទូទៅប្រភេទកន្ទុយត្រីគឺខ្ញុំកាត់ផ្ទាំងខាងលើមុនណាបងប្អូនបន្ទាប់មកបាននាងខ្ញុំជាកតុយថៃខាងក្រោមគឺពុំផ្សេងទៀតដោយសារតែយើងប្រើកតាប្រភេទកតាកសែតបែបហ្នឹងគឺវាមានទំហំខ្លីអញ្ចឹងគឺខ្ញុំត្រូវតកតាកសែតដើម្បីបញ្ចេញកតុយថៃនៅខាងក្រោមបងប្អូនតែចំពោះផ្ទាំងខាងលើគឺខ្ញុំកាត់បែបនេះបងប្អូនអ្នកធ្វើមិនងាយដូចអ្នកដែលនិយាយផ្ទាល់ទេបងប្អូនដោយសារតែបងប្អូនមើលសកម្មភាពនេះទៅដឹងហើយការងារទម្រាំតែបានពុំមួយសម្រាប់កាត់ជូនភ្ញៀវគឺខ្ញុំចំណាយពេលច្រើនសម្រាប់ការងារមួយនឹងបងប្អូនយើងត្រូវរៀបរកវិធីសម្រាប់ជាម៉ូតនិងបន្ថែមម៉ូតនៅលើពុំនឹងជាស្រេចបងប្អូនដើម្បីពេលដែលយើងចាប់ផ្ដើមកាត់នៅលើកណាត់គឺយើងងាយស្រួលក្នុងការចាប់កាត់ហើយយើងនឹងភ្ជាប់ដេរគឺវាងាយស្រួលអញ្ចឹងណាបងប្អូនដូចបងគាត់បានជ្រាបច្បាស់ហើយគាត់បានកំងអីវ៉ាន់គាត់បានយល់ថាការងារកាត់ដេរមួយប្រភេទនេះគឺជាការសម្រិតសម្រាំងការធ្វើបងប្អូននិយាយទៅយើងសម្រិតសម្រាំងខ្លាំងទម្រាំតែបានម៉ូតជូនបងមួយហ្នឹងគឺយើងធ្វើយកចិត្តទុកដាក់សម្រាប់ម៉ូតសម្លៀកបំពាក់ណាការរកស៊ីវាតែងតែជួបបងប្អូនមានភ្ញៀវខ្លះគាត់តែងតែសួរខ្ញុំដែរហេតុអ្វីអីវ៉ាន់កណាត់ដូចគ្នានៅកន្លែងគេតម្លៃប៉ុណ្នេះចុះហេតុអ្វីកណាត់នៅកន្លែងអូនប្រភេទដូចគ្នាហេតុអ្វីគោតម្លៃថ្លៃខុសពីខាងគេក្នុងវីដេអូនេះបងអូនចង់បង្ហាញបងប្អូនដែរដោយសារសកម្មភាពជាទូទៅបងប្អូនអាចមើលជាក់ស្ដែងអីវ៉ាន់ធ្វើជូនបងមិនមែនជាប្រភេទអីវ៉ាន់ដែលយើងដាក់ពុំកាត់ម្ដង20 30អាវទេគឺក្នុងម្នាក់គឺបងអូនធ្វើពុំតែមួយបងប្អូនក្នុងម្នាក់គឺយើងធ្វើពុំមួយគឺយើងកាត់មួយអត់កាត់ច្រើនកលើគ្នាទេដោយសារតែជាប្រភេទអីវ៉ាន់ដែលកំងតាមគីឡូខ្ពស់និងសាយជូនបងច្បាស់លាស់ណាអញ្ចឹងបានន័យថាអីវ៉ាន់ដែលបងធ្វើការ order ពីខាងប្អូនទំហំនិងគីឡូខ្ពស់របស់បងហ្នឹងគឺបងធ្វើពុំសម្រាប់តែបងទេអត់អាចយកពុំហ្នឹងទៅកាត់ជូនអ្នកផ្សេងបានទេដោយសារជាទូទៅគឺមានຂະຫນາດខុសគ្នាគ្រប់មនុស្សទាំងអស់បងប្អូនវាអាចខុសត្រូវគ្នាកន្លះទៅមួយលេខអីទៅតាមរៀងបងប្អូនអញ្ចឹងណាអញ្ចឹងជាទូទៅគឺបងអូនសាកសួរគីឡូនិងកម្ពស់របស់បងដើម្បីបងអូនធ្វើការកាត់ជូនអញ្ចឹងតម្លៃក៏វាទៅតាមនឹងដែរបងប្អូនដោយសារថាតម្លៃខាងបងអូនប៉ុននេះគឺបងអូនចំណាយពេលអត់រយៈពេលមួយថ្ងៃធ្វើអត់កើតទេណាបងប្អូនដូចជាឈុតមួយបងអូនទាំងដិនទាំងប៉ាក់ចូល2ទៅ3ថ្ងៃសម្រាប់បងដែលគាត់ដាក់ការកំងហើយដូចម៉ូតខ្លះដែរបងអូនអត់មានដិនហើយជាម៉ូតទូទៅគឺតម្លៃក៏វាទៅតាមនឹងដែរអត់តម្លៃលើខ្លាំងទេបងប្អូនដោយសារតែអីវ៉ាន់ដែលងាយស្រួលហើយអត់មានដិនអត់មានប៉ាក់គឺតម្លៃក៏នៅក្រោមតម្លៃដិននិងប៉ាក់ដែរបើសិនជាបងឆ្ងល់ថាហេតុអ្វីតម្លៃអត់មានត្រឹម30-40 ដុល្លារបងអូនចង់បញ្ជាក់ក្នុងវីដេអូនេះដែរគឺបងអូនអត់មានធ្វើតម្លៃប៉ុណ្ណឹងទេដោយសារជាទូទៅបងអូនធ្វើជាប្រភេទអីវ៉ាន់កាត់ជូនបងមួយឈុតគឺចំណាយពេលច្រើនមិនមែនជាប្រភេទអីវ៉ាន់ដែលកាត់ពុំចែកកូនជាងដេរទៅតាមអ្វីដែលជាងគេដេរទេបងប្អូនដោយសារតែតម្រាំតែកាត់ចេញតម្រាំតែបង្ហាញនៅលើជាងដែលគាត់យកទៅដេរឲ្យគាត់សម្រិតសម្រាំងបានមួយគោអត់ងាយដែរហើយទឹកដៃជាងគោគាត់ដេរស្អាតមួយទៀតបងប្អូនតម្លៃជាងដេរដែលគាត់ដេរពីខាងបងអូនគាត់ស៊ីថ្លៃដែរអញ្ចឹងអីវ៉ាន់បងអូនដាក់ជូនបងអូនចំណេញតិច